ចំណុច3យ៉ាងដែលអ្នកលក់អនឡាញគួរតែធ្វើចំណុចទី1និងចំណុចទី2រឹតតែសំខាន់ប៉ុន្តែចំណុចទី3នោះគឺរឹតតែពិសេសបើសិនជាបងប្អូនតាមដានរហូតដល់ចំណុចទី3ខ្ញុំធានាថាបងប្អូននឹងអាចរកអតិថិជនបានច្រើនចំណុចទី1ភាពស្មោះត្រង់អ្នកលក់អនឡាញទាំងអស់ត្រូវមានភាពស្មោះត្រង់ចំពោះអតិថិជនខ្លួនឯងមិនថាស្ថិតក្នុងកលៈទេសៈណាក៏ដោយបើសិនជាយើង discount យើងត្រូវតែ discount ជូនគេយើងកុំប្រើវិធីដំឡើងតម្លៃរួចហើយ discount មកវិញឬក៏លុប QR code មួយហើយទម្លាក់តម្លៃទៅ discount ខ្ញុំឃើញវីដេអូបងប្រុសម្នាក់គាត់ទិញខោពីហាងអនឡាញមួយហើយគេដាក់ discount 50% ប៉ុន្តែដូចជានៅសល់$9.50ប៉ុន្តែតម្លៃជាក់ស្ដែងដែលគាត់បកbarcode ឬក៏អានតម្លៃ discount 50% នឹងចេញគឺតម្លៃ 7.9.59 សេននេះគឺជាអ្វីដែលអ្នកលក់អនឡាញភាគច្រើនធ្វើហើយអ្នកមួយចំនួនទូចមិនធ្វើដោយសារអីនៅពេលណាដែលគាត់ធ្វើបែបនេះធ្វើឲ្យអតិថិជនចាប់ផ្ដើមបាត់ជំនឿចិត្តអញ្ចឹងយើងមិនអាចលក់ដើម្បីបិទផ្លូវរបស់យើងបានទេអ្នកលក់អនឡាញគឺគាត់ចាប់ផ្ដើមដើម្បីអាជីវកម្មរបស់គាត់ដើរពី5ឆ្នាំដល់10ឆ្នាំឬក៏អាចនិយាយបានថាជាមុខរបររបស់គាត់ពេញមួយជីវិតដូច្នេះហើយសូមកុំលក់បិទផ្លូវរបស់ខ្លួនឯងទី2គុណភាពប្រតែសំខាន់ការលក់ផលិតផលអ្វីមួយបើសិនជាគុណភាពយើងមិនសូវល្អទេយើងកុំបញ្ជាក់ប្រាប់អតិថិជនឬក៏បោកអតិថិជនថាផលិតផលរបស់យើងល្អលេខ1គុណភាពពិសេសមកពីប្រទេសនេះមកពីប្រទេសនោះជាក់ស្ដែងផលិតផលរបស់យើងវាស្មើនឹងអីវ៉ាន់ក្បាលគីបរបស់គេទេដូច្នេះហើយគុណភាពសំខាន់នៅពេលណាដែលគុណភាពល្អគឺអតិថិជនមិនដែលសង្ស័យរឿងតម្លៃនោះទេហើយចំណុចទី3នេះគឺខ្ញុំឃើញអ្នកលក់អនឡាញមួយចំនួនគាត់បាត់បង់អតិថិជនទៅវិញដោយសារអីពេលណាដែលគាត់ផុសវីដេអូនៅលើ social media Facebook page Instagram YouTube ឬក៏ TikTok ពេលអតិថិជនចាស់មិនថាចាស់ឬក៏ថ្មីទេពេលអតិថិជនឆាតសួរឬក៏សុំលេខទូរស័ព្ទសុំទីតាំងពួកគាត់តែងតែឲ្យអតិថិជន add Telegram របស់គាត់វិញឬក៏តាក់ទងទៅគាត់វិញធ្វើបែបនេះអតិថិជននឹងមានអារម្មណ៍ថាមូលហេតុអីបានជាគាត់ទៅទិញហើយចាំបាច់ឲ្យគាត់ add Telegram យើងជាអ្នកលក់ដាច់ខាតយើងចង់បានមកយើងត្រូវតាក់ទងទៅគាត់វិញសុំលេខទូរស័ព្ទដែលមាន Telegram add ទៅឆាតទៅគាត់វិញដើម្បីសួរព័ត៌មានកុំឲ្យអតិថិជន